បាទសួស្តីប្រិយមិត្តដែលបានកំពុងតែតាមដាននិងទស្សនានៃការផ្សាយផ្ទាល់របស់ Page ព័ត៌មានសង្គមនៃកាសែតស្មៃកម្ពុជាខណៈពេលនេះនៅតាមបណ្ដោយផ្លូវលេខ136នៅចំណុចសន្តាគារអាម៉ារីបាទស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី1ខណ្ឌដូនពេញរាជធានីភ្នំពេញមានករណីគួរឲ្យភ្ញាក់ផ្អើលមួយគឺបរិសុទ្ធជនជាតិបរទេសម្នាក់គាត់បានលោតពីលើជាន់ទី4មកបាទហើយចំទៅនឹងរថយន្ត Highlander ដែលចតនៅខាងក្រោមនោះបណ្ដាលឲ្យរងរបួសធ្ងន់បាទឥឡូវនេះត្រូវបានសមត្ថកិច្ចក៏ដូចជាបងប្អូនជាពលរដ្ឋបាទជួយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតបាទហើយប្រភពព័ត៌មានយើងនៅមិនទាន់នឹងថាបរិសុទ្ធនេះគឺគាត់មានរឿងអ្វីឬក៏គាត់មានវិបត្តិអីនោះទេទើបជារហូតដល់គាត់ឈានដល់ថ្នាក់លោតពីលើជាន់ទី4បាទប្រិមិត្តខ្ពស់ណាស់បាទគាត់លោតពីលើជាន់ទី4មកបាទហើយបណ្ដាលឲ្យរងរបួសឥឡូវនេះត្រូវបានយកទៅសង្គ្រោះបន្ទាន់បាទក៏ដូចជាយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតហើយបាទហើយហេតុការណ៍នេះគឺបង្កការភ្ញាក់ផ្អើលមែនទែនដល់បងប្អូនជាពលរដ្ឋយើងនៅក្បែរនោះបាទហើយកន្លែងកើតហេតុនេះគឺនៅសន្តាគារអាម៉ារីបាទតាមបណ្ដោយផ្លូវលេខ36បាទជិតនឹងមាត់ទន្លេបាទជិតនឹងផ្លូវមាត់ទន្លេស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី1ខណ្ឌដូនពេញរាជធានីភ្នំពេញបាទហើយគឺយើងឃើញហើយរថយន្ត Highlander ដែលចតនៅមុខនេះគឺគាត់ធ្លាក់មកចំដំបូលពីលើគឺឡើងកពិតតែម្ដងបាទហើយគាត់ក៏មានគាត់ក៏គឺគាត់មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេបាទគឺត្រូវបានបងប្អូនជាពលរដ្ឋយើងជួយបាទក៏ដូចជាសមត្ថកិច្ចមិញហ្នឹងគឺជួយហៅរថយន្តសមួយបាទដើម្បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតផងដែរបាទឥឡូវនេះអ្នកសារព័ត៌មានជាច្រើនអ្នកបានកំពុងផ្ដិតយករូបភាពនៅខាងមុខចំណុចមុខទីតាំងនៅកន្លែងកាត់ហេតុបាទហើយយើងឃើញថាករណីនេះនៅមិនទាន់ដឹងពីមូលហេតុថាអ្វីបណ្ដាមកពីមូលហេតុអ្វីទៅបណ្ដាឲ្យគាត់លោតចុះមកខាងក្រោមអញ្ចឹងទេបាទហើយខ្ពស់ផងបាទតាំងពីជាន់ទី4មកបាទហើយនេះសំណាងឲ្យដែលมันគ្រោះថ្នាក់ដល់អាយុជីវិតបាទយើងឃើញថាដំបូលឡាន Highlander នេះគឺឡើងក៏ប៉ុតតែម្ដងបាទព្រោះគាត់មានធំដែរហើយគាត់មានវ័យជាង50ឆ្នាំបាទប្រិមិត្តគាត់មានវ័យជាង50ឆ្នាំបាទទំនងប្រហែលជាគាត់អាចនឹងស្នាក់នៅទៅនឹងកន្លែងកើតហេតុបាទផ្ទះសំណាក់ម៉ារីនេះទៅគាត់អាចឡើងទៅលើបានបាទហើយធ្វើការលោតបាទហើយឥឡូវនេះគឺនៅលើដំបូលឡាន Highlander នេះគឺសិតតែឈាមបាទប្រឡាក់ពេញលើដំបូលឡានតែម្ដងបាទប្រិមិត្តឥឡូវនេះគឺសមត្ថកិច្ចមូលដ្ឋានបាទក៏ដូចជាសមត្ថកិច្ចខណ្ឌគឺគាត់ចុះមកដល់កន្លែងកើតហេតុឥឡូវគាត់កំពុងតែធ្វើការសាកសួរនៅខាងក្នុងបាទកំពុងតែធ្វើការសួរនាំអ្នកដែលមើលការខុសត្រូវនៅស្ថានភាពនេះបាទសួរនាំពីដំណើររឿងហើយកំពុងតែធ្វើការសង្កេតថាតើបរិសុទ្ធម្នាក់នេះគឺគាត់មូលហេតុអ្វីបានជាគាត់លោតយ៉ាងដូចនេះបាទហើយគឺនៅមិនទាន់អាចបញ្ជាក់ពីសមត្ថកិច្ចឬក៏ជនរងគ្រោះឡើយព្រោះជនរងគ្រោះគឺកំពុងតែសម្រាប់គឺកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតបាទ
បាទជាមួយគ្នានេះខ្ញុំបាទសូមថ្លែងអំណរគុណចំពោះការតាមដាននិងទស្សនារបស់ប្រិមិត្តហើយក៏សូមបញ្ចប់ការ live ទៅត្រឹមនេះដែរព្រោះជនរងគ្រោះត្រូវបានស្គ្រូបន្ទាន់នៅមន្ទីរពេទ្យកាឡាម៉ែតហើយគាត់មិនមានប៉ះពាល់អីដល់អាយុជីវិតនោះទេបាទសូមអរគុណសូមជម្រាបលា